ប្រយ័ត្នជំនួយកាលីចាប់ដៃខ្ញុំឲ្យជាប់ខ្យល់នឹងរលកនៅទីនេះខ្លាំងណាស់បើធ្លាក់ចុះទៅគឺអស់ជីវិតហើយនរណាក៏បានដែរមកជួយទាញខ្ញុំបន្តិចមកអូតើអាចទ្រាំបានយូរប៉ុណ្ណាទៅខ្ញុំភ្នាល់5នាទីខ្ញុំយល់ថាត្រឹមតែ3នាទីក៏មានគ្រោះថ្នាក់ដែរអ្នកនាងកុំខ្វល់ពីខ្ញុំទៀតអីឡើងទៅចាត់ការពួកគេទៅជំនួយកាលីគេគឺជាអ្នកដែលធំដិនដីឡើងជាមួយខ្ញុំតាំងពីចូលមកកាលនោះខ្ញុំដើម្បីសុំឈឹងខ្ញុំសុខចិត្តឆ្លោះប្រកែកជាមួយក្រុមគ្រួសារនៅក្នុងប្រកោសិនទាំងមូលមានតែគេម្នាក់គត់សុខចិត្តបោះបង់ចោលអនាគតក៏ត្រូវតែរួមសុខរួមទុក្ខជាមួយខ្ញុំដែរមិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំមិនអាចឲ្យគេបាត់ខ្លួនទៅបានឡើយនៅក្នុងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនេះក្នុងពេលនេះអតីតភរិយាម្នាក់នេះដល់កិត្តិយសដល់អ្នកនេះណោះអញ្ចឹងខ្ញុំសម្រេចចិត្តថាលើពេលពិធីភ្ជាប់ពាក្យមកនៅថ្ងៃនេះតែម្ដងការកាត់ទោសនៅលើនាវាទេសចរថ្ងៃនេះខ្ញុំនឹងទុកឲ្យអ្នកស្លាប់នៅទីនេះហើយឃើញនឹងភ្នែកពេលដែលអតីតប្តីរបស់អ្នកហៅខ្ញុំថាប្រពន្ធយ៉ាងម៉េចដែរមានវ័យហេតុអ្វីបានជានាងមកទីនេះហើយនេះមានរឿងអ្វីទៅអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អណាស់ខ្ញុំសម្រេចចិត្តភ្ជាប់ពាក្យជាមួយបងនៅទីនេះតែម្ដងប៉ុន្តែនៅលើនាវានេះមានអ្វីម្យ៉ាងធ្វើឲ្យខូចបរិយាកាសសូមឈឹងប្រសិនបើអ្នកអាចកម្ចាត់របស់កខ្វក់នោះចេញបានខ្ញុំនឹងកាន់តែសប្បាយចិត្តមានវ័យសំទោសក្នុងពេលនេះនាងបានដឹងគ្រប់យ៉ាងហើយអញ្ចឹងជួយខ្ញុំជាលើកចុងក្រោយទៅឱកាសនេះសំខាន់សម្រាប់ខ្ញុំណាស់ខ្ញុំត្រូវតែចាប់ឲ្យជាប់អ្នកអាចយល់បានមែនទេបងស្រីតាពេលនេះយល់ហើយឬនៅលែងដៃភ្លាមសិនអ៊ីគឺខ្លាញ់ខ្លាយទេសិនញៀនវៃទើបជាអ្នកស្នងរត់ត្រកូលសិនថ្ងៃនេះពិបាកខ្លាំងណាស់ទើបអាចបញ្ចុះបញ្ចូលលោកម្ចាស់បានលោកជំទាវទទួលយកលោកហើយលោកកុំជឿសម្ដីរបស់សិនអ៊ីឲ្យសោះសិនញៀនវៃមានប្រវត្តិបែបណាខ្ញុំដឹងច្បាស់ជាងអ្នកខ្ញុំស្មានថានាងបានទៅបង្កបញ្ហាអ្វីដល់គេតាមពិតទៅគឺមកធ្វើរកពីអួតអាងនៅលើទឹកដីរបស់គេសោះមិនគួរឲ្យប្លែកទេដែលនាងចង់សម្លាប់នាងពិតជាសមុខនាងណាស់បានហើយស្រង់គេឡើងមកតើនាងចង់ធ្វើអ្វីទៀតកុំគិតថានាងត្រកូលសិនឲ្យសោះនាងអាចខ្លាញ់បន្លំធ្វើជាខ្ញុំបានឥឡូវនេះខ្ញុំនឹងហៅគេឲ្យមកសម្លាប់ឯងដែលជាមនុស្សខ្លាញ់បើភ្នែកឲ្យធំហើយមើលឲ្យច្បាស់ប្រសិនបើខ្ញុំជាមនុស្សខ្លាញ់ហេតុអ្វីបានជាមានរូបថតទាំងនេះទៅវិញ